វ៉ាន់ជំនោម្ចាស់បាត់ដន្ថៃធូមីចេញមុខសុំទោសនឹងកសាងភាពស្អាតស្អំនៅទង្វើមិនគប្បីចំពោះលោកអុកញ៉ាព្រាបសវណ្ណនិងសុវត្ថិមនីនាដែលមើលឃើញពីកំហុសឆ្គងរបស់ខ្លួនលោកវ៉ាន់ជំនោម្ចាស់បាត់ដន្ថៃធូមីបានចេញមុខសុំទោសសាធារណជននៅទង្វើមិនគប្បីរបស់ខ្លួនចំពោះលោកអុកញ៉ាព្រាបសវណ្ណនិងតារាចម្រៀងសុវត្ថិមនីនាហើយលោកអិនជាន់កាលពីពេលថ្មីនេះលោកវ៉ាន់ជំនោបានរៀបរាប់ថាលិខិតសុំទោសទៅកាន់លោកព្រាបសវណ្ណមនីនាហើយអិនជាន់និងអុកញ៉ាព្រាបសវណ្ណនិងក្រុមគ្រួសារនៅថ្ងៃទី13ដល់ថ្ងៃទី15ខែវិច្ឆិកាកន្លងមកនេះខ្ញុំបានធ្វើការចែករំលែកជា comment បង្ហោះលើបណ្ដាញ Facebook និង YouTube ដោយប្រើពាក្យប្រៀបធៀបនិងបង្អាប់ប្រមាថមើលងាយនិងអះអាងបំភ្លើសទៅលើអុកញ៉ានិងក្រុមគ្រួសារយ៉ាងពិតប្រាកដមែនតាមរយៈសកម្មភាពនិងទង្វើទាំងអស់នេះហើយដែលជាហេតុផលធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅដល់កិត្តិយសកិត្តិនាមសេចក្តីថ្លៃថ្នូរនិងមុខរបរការងាររបស់សុវត្ថិមនីនានិងលោកអុកញ៉ានិងក្រុមគ្រួសារលោកអុកញ៉ានិងក្រុមគ្រួសារជាទីគោរពខ្ញុំបាទពិតជាសោកស្ដាយនៅទង្វើអ្វីដែលខ្ញុំបានធ្វើចំពោះសកម្មភាពទាំងអស់នៅទង្វើដែលខ្ញុំបានប្រព្រឹត្តទៅនៅថ្ងៃទី13ដល់ថ្ងៃទី15ខែវិច្ឆិកាកន្លងមកនេះដោយសារតែខ្ញុំបាទមានការយល់ច្រឡំនិងមិនបានគិតពិចារណាឲ្យបានវែងឆ្ងាយចំពោះទង្វើរបស់ខ្លួនដូច្នេះដើម្បីផ្ដល់ភាពយុត្តិធម៌និងភាពស្អាតស្អំជូនលោកអិនជាន់និងលោកអុកញ៉ាព្រាបសវត្ថិនិងក្រុមគ្រួសារវិញខ្ញុំបាទសូមទទួលស្គាល់នៅកំហុសរបស់ខ្លួនទាំងស្រុងនិងសូមសន្យាថាឈប់ធ្វើទង្វើមិនគប្បីដែលនាំឲ្យប៉ះពាល់ទៅដល់លោកអុកញ៉ានិងក្រុមគ្រួសារទៀតចាប់ពីពេលនេះតទៅជាមួយគ្នានោះផងដែរលោកវ៉ាន់ជំនោថែមទាំងបានសន្យាថាខ្ញុំបាទនឹងលុបចោលរាល់សកម្មភាពដែលខ្ញុំបានធ្វើនិងចែករំលែកសរសេរ comment បង្ហោះលើបណ្ដាញសង្គម Facebook កន្លងមកចាប់ពីថ្ងៃនេះតទៅហើយថែមទាំងធ្វើការសុំទោសជាសាធារណជនតាមរយៈវីដេអូទន្ទឹមនឹងនេះខ្ញុំបាទសូមផ្ដាំផ្ញើទៅសាធារណជនទាំងអស់សូមកុំធ្វើទង្វើដោយខ្ញុំបាទឲ្យសោះហើយសូមធ្វើការបញ្ចេញមតិយោបល់ត្រឹមសិទ្ធិរបស់ខ្លួនបានហើយមិនត្រូវធ្វើឲ្យប៉ះពាល់ដល់សិទ្ធិរបស់អ្នកដទៃនោះទេសូមលោកសុវត្ថិមនីនានិងអុកញ៉ានិងក្រុមគ្រួសារមេត្តាអធ្យាស្រ័យនិងអភ័យទោសដល់រូបខ្ញុំបាទដោយក្តីអនុគ្រោះគូបញ្ជាក់ផងដែរបច្ចុប្បន្ននេះមានជនខិលខូចមួយចំនួនតូចបានប្រើបណ្ដាញសង្គម Facebook និង YouTube ដើម្បី comment រិះគន់លើរឿងមិនល្អដើម្បីតែផលប្រយោជន៍របស់ខ្លួនធ្វើឲ្យប៉ះពាល់ដល់សិទ្ធិឯកជនរបស់អ្នកដទៃនាមជាជនជាតិខ្មែរសូមមេត្តារិះគន់ដើម្បីស្ថាបនានិងមានក្រមសីលធម៌សុជីវធម៌ក្នុងខ្លួនកុំឲ្យប៉ះពាល់ដល់សាធារណជន